Hello អ្នកគ្នាខ្ញុំគីរ៉ាចឹងណាហើយខ្ញុំដូចជាខានចែក file បាញ់ក្បាលលើអ្នកគ្នាដូចជារាំងយូរដែរគ្នាយើងវាសារតែរក file បានចែកគ្នាដឹងចែក file អីចឹងណាឥឡូវទៅរកឃើញចឹងណាយើង file ជាបាញ់ក្បាលអានេះប្រភេទជា DNA នេះយើងដាក់ក្នុង profile download នៅក្នុងកម្មវិធីទូរស័ព្ទយើងទេមិនតែ download កម្មវិធីមិនដាក់ញញចឹងគ្នាអានេះគឺជាទឹកដៃស៊ីនមកខ្ញុំមិនអត់សូវចូលក្បាលមកទេណាយើងគឺថាបាញ់ទៅចាប់តែខ្លួនហើយអត់មានលើកទៅវាចូលក្បាលចុះអីទេគ្នាយើងតោះឥឡូវខ្ញុំទៅបើកfile ជំនួយសិនដើម្បីឲ្យលើកក្បាលស្រួលចឹងណាអូខេអ្នកគ្នាមានអីបបាក់ទេគាត់ចូលមកកាន់ setting យើងចុច general ចុចអាកន្លែងនៅក្រោមនេះ VPN នេះហើយចូលកន្លែង DNS នេះមកហើយដាក់អា file ហ្នឹងមកគ្នាយើងដាក់ឲ្យគ្នាយើងចូលទៅបាញ់តេស្តមើលឥឡូវខ្ញុំបាញ់តេស្តគ្នាយើងមើលចឹងណានេះយើងមើលនេះមកក្របក្បាលនេះយើងចឹងពួកនេះវាជាប្រភេទ file ជំនួយទេមិនមែនជាប្រភេទ mode អីទេនេះអ្នកគ្នាមើលការបាញ់របស់ខ្ញុំនេះមកក្របណាក៏ក្បាលមកក្របណាក៏ក្បាលទេគ្នាយើងតោះឥឡូវខ្ញុំសុំធ្វើការទីយកកភ្លើងខ្លីមួយបាញ់តែគ្នាយើងមើលចឹងណាដោយសារខ្លាចយើងថាបាញ់ចូលទៅពេលនៅចិត្តខ្លាចនៅឆ្ងាយបាញ់អត់ចូលចឹងនេះឆ្ងាយបាញ់ចូលតែគ្នាយើងគឺឲ្យតែយើងបាញ់លើកអត់បាច់លើកខ្លាំងទេយើងលើកតែមិនក្បាលមកតិចក្បាលនេះយើងនេះយើងមើលការបាញ់របស់ខ្ញុំទៅលើកចូលទៅក្បាលហ្នឹងយើងវាអត់មានដូចម៉ូតទេណាបាញ់ចាប់តែក្បាលទេអាហ្នឹងវាបាញ់ខ្លួនខ្លះក្បាលខ្លះតែបើយើងលើកស្រួលយើងលេងលើកស្រួលចឹងណាយើងលើកតែមិនតិចចូលក្បាលមកតិចចូលក្បាលគ្នាយើងតោះឥឡូវកុំឲ្យនិយាយទៅប៉ែឡៃឡតយូរទៅចូលមើលពីរបៀប down ហើយនិងរបៀបដាក់ទាំងអស់គ្នាដំបូងគ្នាយើងចូលមកកាន់ channel Telegram របស់ខ្ញុំមក channel ឈ្មោះ Kira Mode VIP នេះគ្នាយើងនឹងឃើញ file ខ្ញុំតម្លាក់ឲ្យនឹងក្រុមគេហ្នឹងឈ្មោះ Kira DNA handshot 90%នេះគ្នាយើងអញ្ចឹងគ្នាយើងចុច download វាមកតើឥឡូវវា slow សាច់ខ្ញុំវា slow យ៉ាងតិចបើអត់ slow មក plate បានឥឡូវវាបានយើងអញ្ចឹងតបវាបានចុចចូលលើវាមួយមកចុចអាសញ្ញានៅក្រោមនេះមកយើងសញ្ញាព្រួយនឹងមកហើយយើង scroll ទៅក្រោមតិចមកនេះយើងនឹងឃើញអាពាក្យ save file ហ្នឹងគ្នាយើងហើយគ្នាយើងចុចអាលើនេះមកនេះចុច save មកហើយគ្នាយើងចុចយក replace នេះមកយើងយក replace ហ្នឹងមកតទៅពីប៉ុណ្ណឹងបានយើងគ្នាចេញមកយើងចូលទៅកាន់កម្មវិធី file របស់យើងនេះកម្មវិធី file យើងចុចចូលមកហើយគ្នាយើងចុចចូលកន្លែង download នេះគ្នាយើងអាពី download នេះចូលមកវាឃើញអញ្ចឹងគ្នាចុចកន្លែង download មកតមកវានឹងឃើញ file នេះគ្នា file Kira DNA handshot 90%ហ្នឹងគ្នាយើងចុចលើវាមកប៉ក់មកតមកយើងចុច close មកហើយយើងចូលទៅ setting របស់យើងនេះ setting សាប់ដៃរបស់យើងហ្នឹងយើងចូលមកយើងចូលមកកន្លែង general នេះ general នេះខ្ញុំដាក់ឲ្យមួយនេះចូល general แล้ว scroll ទៅក្រោមនេះយកអាពាក្យដែលខ្ញុំនេះដាក់ឲ្យមើលយើងហើយយើងឃើញនេះយើងចុចលើវាមួយមកចុច install មកយើងចុច install នៅលើហ្នឹងមកតមកដាក់លេខកូដទូរស័ព្ទរបស់យើងតមកយើងដាក់ហើយយើងចុច install វាមកយើងតមកវានឹងបានហើយយើងហើយគ្នាយើងទៅការចូលដល់កន្លែង DNS នេះមកនេះគ្នាយើងនឹងឃើញអា file 2ហ្នឹងហើយគ្នាយើងដាក់ហើយយល់ចូលទៅបាញ់ដឹងថាចូលក្បាលគ្នាយើងឥឡូវខ្ញុំចូលមកតេស្តឲ្យគ្នាមើលភាសាទៀតឲ្យគ្នាដឹងថាអា file ហ្នឹងវាសាហាវប៉ុណ្ណាតោះឥឡូវមើលនេះមកគ្រប់ក្បាលខ្លះវាខ្លួនខ្លះគ្នាយើងដោយសារតែខ្ញុំបញ្ជាក់ឲ្យវាមិនមែនជា mode មិនជាអីទេវាជាកម្មវិធីជំនួយហ្នឹងវាមានខ្លួនក្បាលខ្លះអញ្ចឹងណាគាត់ថាវាលើកក្បាលស្រួលហ្នឹងណាយើងនេះមកគ្រប់ក្បាលយើងមើលទៅចឹងបើគ្នាយើងចង់បានចូលទៅ channel Telegram ខ្ញុំមកខ្ញុំតម្លាក់នៅខាងក្រោមនេះហើយមួយទៀតអ្នកគ្នាបើសិនជាអ្នកគ្នាមានតម្រូវការចង់លក់ចង់ទិញ account Free Fire អីអ្នកគ្នាអាចឆាតមក Telegram ខ្ញុំបានហើយគ្រប់លក់ hero ខ្ញុំតម្លាក់នៅក្នុង comment ហ្នឹងដូចគ្នាយើងហើយវីដេអូខ្ញុំក៏មានធ្វើនិយាយច្រើនដែរគ្នាយើងអ្នកគ្នាមើលទៅការបាញ់របស់ខ្ញុំទៅបាញ់យកទៅក្បាលទៅគ្នាយើងតែគ្នាយើងចង់បានចូល Telegram ខ្ញុំទៅ